ឥឡូវយើងចូលវីដេអូបន្ទាប់នៃ Excel របស់យើងលំហាត់ទី2ណាអានេះយើងកណនីចាប់ផ្ដើមធ្វើដូចគ្នាហើយយើងចាប់ផ្ដើមសរសេរអក្សរដើម្បីបញ្ឈរឡើងលើនៅក្នុងអក្សរដែលយើងមិនបាច់វាយចូលគឺទី1គឺអក្សរដែលមានដិតហើយនឹងដាក់ពណ៌នេះដូចជាលក្ខណៈគេ average ហើយនឹងអីគេ total revenues ហើយជាមួយនឹង total expenses ហើយនឹង net នេះគឺយើងអត់វាយចូលទេកន្លែងនិយាយរួមទៅកន្លែងណាដែលមានពណ៌ដិតអញ្ចឹងគឺយកត្រូវការវាយចូលទេអូខេណាយើងកណនីហើយក្នុងកណនីនេះគឺរូបមន្តវានៅខាងក្រោមនេះណាអ្វីដែលយើងមិនបាច់វាយលេខក៏ដូចជាតនន័យចូលទេគឺអ្វីដែលមានអក្សរនៅកន្លែងនេះហើយនឹងមានរូបមន្តចេះចឹងនេះគឺជារូបមន្តរបស់ឲ្យគេ total revenues អូខេណាចឹងយើងចូលទៅកាន់ Excel យើងឥឡូវខ្ញុំមាន Excel រួចហើយតែខ្ញុំមានលេខកូដបើយើងបើកធម្មតាអីទេព្រោះនេះខ្ញុំដាក់លេខកូដគឺអត់ចង់ឲ្យគេខ្លែងខ្លាយឬក៏ខ្លែងបន្លំកែច្នៃទេអូខេមេរៀនទី2នេះអូខេឥឡូវខ្ញុំវាយរួចហើយណាខ្ញុំ design រួចអស់ហើយអញ្ចឹងខ្ញុំទៅតនន័យនិងកណនីអូខេពង្រីកធំតិចទៅចឹងកន្លែងនេះតនន័យរបស់គេទៅតា event អញ្ចឹងយើងមើលទៀតតា event វាមិនចឹងទៅតា event វាឲ្យយកសាំបូក b10 ដល់ b12 គេកលឹមដដែលរោផ្សេងគ្នាណាចឹងនេះគឺកលឹម b ចឹងយើងគ្រាន់តែវាយសញ្ញាស្មើមកសាំយើងបូកបញ្ចូលនៃតនន័យនៃនេះបញ្ចូលគ្នាមកតមកយើងវាសញ្ញាទំជុកបិទសញ្ញាផ្កាយជួងខ្ចក់បិទវិញចានេះគឺតនន័យដែលយើងបូកសរុបចូលគ្នាអញ្ចឹងយើងគ្រាន់តែ format វាដាក់ប្រាក់ដុល្លារទាំងអស់ណាselect លើវាមកប្រាក់ដុល្លារទាំងអស់យើង format cell តមកយើងយកពាក្យ currency នេះមកអូខេហើយនេះដូចគ្នាដែរណាប្រាក់ដុល្លារមកអូខេណាអូខេទៀតនៅក្នុងបើនេះដូចគ្នាដែរនេះគឺបូកដូចគ្នាទេអញ្ចឹងបូកដូចគ្នាទៅអត់បញ្ហាទេណាបូកដូចគ្នាគ្រាន់យើងអូសចេះមកអូខេបានមកហើយណាអូខេតែប៉ុណ្្នឹងទេយើងដាក់ពណ៌វាហងកន្លែងហ្នឹងដាក់ពណ៌វាមកអូខេចាក់ពណ៌អីក៏បានដែរស្អីតែចិត្តបានអញ្ចឹងទៅណាអញ្ចឹង total space អូខេឥឡូវហ្នឹងយើងកណនីដែរណាអញ្ចឹងមើលរូបមន្តរបស់វាគឺបូកបញ្ចូលគ្នាណាបូកបញ្ចូលមកកលឹមបញ្ចូលគ្នាគឺសាំដូចគ្នា e b15 ដល់ b20 អញ្ចឹងយើងមើលទៀតបូកបញ្ចូលគាត់ន័យថាយើងបូកសរុបអត់ប្រាក់អីគេ pop forest យើងទៅឬក៏ salary អីយើងទៅបូកបញ្ចូលគ្នានៅប្រាក់ហ្នឹងទាំងអស់ហ្នឹងឲ្យឃើញនៅក្នុង total expensive យើងដែរអញ្ចឹងវាយសញ្ញាស្មើSUM មកនេះសាំបើកមុខកញ្ចក់ដើម្បីបូកសរុបទាំងអស់តមកបិទវិញ enter ចឹងយើងឃើញប្រាក់ដុល្លារហើយចឹងអានេះវាបូកដូចគ្នាដែរអត់បញ្ហាទេគ្រាន់យើងអូសវាតែម្ដងទៅនេះសញ្ញាបូកពណ៌ខ្មៅហ្នឹងអូសវាហ្នឹងប៉ុណ្្នឹងមកហើយយើងកណនីមួយទៀត gross profit អូខេ gross profit នេះគឺគេឲ្យយើងគេ gross profit អូខេ gross profit នេះគឺគេឲ្យយកអត្តន័យដែលប្រមាណហ្នឹងដកបានលក្ខណៈ B10 ដក B15 វិញគឺអត្តន័យដែលបូករួចនេះ B10 នេះអូខេ B10 តន័យខាងលើគេដកជាមួយនឹងប្រហែល B15 អូខេជាងតន័យរបស់វាហ្នឹងគឺយើងឲ្យគេឲ្យយើងយក B10 ហ្នឹងដកជាមួយនឹង B15 មកន័យថាលទ្ធផលខាងលើគេនេះអាលើហ្នឹងដកជាមួយនឹងលើគេណានេះ B15 នេះចឹងយើងគាត់វាយមកសញ្ញាស្មើអូខេណា B10 ដក B15 enter មកចឹងនេះគឺលទ្ធផលរបស់វាអូខេសំទោសនេះជាលទ្ធផលរបស់វា
ចឹងយើងមើលលទ្ធផលដូចគ្នាអត់28 965 28 965ចិត្តយ៉ាងគេថាហើយហើយម្ដងទៀតយើងnet income ហ្នឹងគេឲ្យយើងអា13ដកជាមួយ21បានន័យថាតនន័យដែលយើងបូករួចនេះ13នេះបូករួចហ្នឹងបូកដកជាមួយនឹងតនន័យបូករួចដែរលក្ខណៈជាមួយនឹង total expensive អូខេសំទោសជាមួយដកជាមួយនឹងហ្នឹងអញ្ចឹងកណនីរបស់វាគឺ net income ហ្នឹងគឺអាហ្នឹងដូចគ្នាណាកណនីហ្នឹងដែរអញ្ចឹងយើងមើលយើងចូលទៅកណនីវាចានេះគឺដូចគ្នាទាំងអស់គាត់អូសវាមកហើយនេះយើងវាយសញ្ញាស្មើនេះ13នេះដកជាមួយនឹងអានេះវិញ enter 27 644 27 644គេថាហើយតោះមកយើងចូលទៅកាន់មួយទៀតគឺកណនីភាគរយគឺ gross margin rate អូខេណាអញ្ចឹងរូបមន្តរបស់វានេះគេឲ្យយើងចែកវិញភាគរយហ្នឹងគេឲ្យយើងយក23ហ្នឹងចែកនឹង21បានន័យថា23នឹងមិននេះអា gross profit នេះគេឲ្យយើងយកអា gross profit ហ្នឹងចែកជាមួយនឹងអា net income នេះណាអញ្ចឹងយើងឃើញភាគរយរបស់វាអញ្ចឹងយើងវាយមកស្មើ gross profit ចែកហ្នឹងគឺសញ្ញា T នេះចែកជាមួយនឹងអាក្រោមនេះបានន័យ net income enter អូខេណាB23 ចែកនឹង B21 គេមើលម្ដងទៀត B23 ចែកនឹង B20 អូខេ B21 ថាតាអូ B21 សំទោសច្រឡំគ្នាខ្ញុំយក B24 B23 ចែកនឹង B21 គឺអានេះចែកជាមួយអានេះអូខេ total expense សំទោស expensive គេ enter ហើយយើងដាក់ចឹងវាអត់ចេញឲ្យទេអញ្ចឹងយើងចូលទៅកាន់ format ដើម្បីវា load ដូចគ្នា load ទៅកាន់ភាគរយវិញអញ្ចឹង format cell number មកយើងយក custom អូមើលមានភាគរយអត់ឃើញណាភាគរយមកគេភាគរយមាននេះអត់សុំមើលសិនអូខេមានចុចយើងកត់យើងយកភាគរយនេះមកសញ្ញាភាគរយនេះមកអូខេអញ្ចឹងយើងឃើញ 59% ដូចគេអត់អូខេដូចគ្នាចានេះកាលនេះដូចគ្នាអញ្ចឹងគ្រាន់តែយើងអូសមកអូខេតែប៉ុណ្្នឹងទេអានេះកាលនេះដូចគ្នាដែរយើងគ្រាន់តែអូសវាដែរដាក់ពណ៌វាមកដាក់ពណ៌អីក៏បានតែយើងចង់បានណាហ្នឹងអញ្ចឹងឥឡូវយើងចូល average ម្ដង average នេះយើងឲ្យគេលក្ខណៈថា average កាលនេះ average អញ្ចឹងគេឲ្យស្មើ average ណា average ហ្នឹងគឺស្មើ B10 ដល់ B ដល់ E10 អញ្ចឹងក៏ឲ្យកាលនេះតែប៉ុណ្្នេះតាកាលនេះតែ B10 នេះរហូតដល់គេ E10 អានេះថាដល់នេះ10ដូចគ្នាចាប់ពីនេះរហូតមកនេះគេអានេះហ្នឹងមក average វានឹងបង្ហាញលទ្ធផលណាជាងយើងវាយថាស្មើ average ធម្មតា average បើកវងកញ្ចក់មួយមកយើង select តែប៉ុណ្ណេះមកបិទវិញមក enter ចឹងនេះលទ្ធផលវាចានេះកាលនេះដូចគ្នាយើងអូសតែម្ដងកន្លែងណាចេញអក្សរនេះមកថាអត់មានតនន័យគ្រាន់យើងលុបចោលតែប៉ុណ្្នឹងមកហេចឹងយើងដាក់ពណ៌វាមកអីចេញ$យើង format វាទៅភាគរយវិញមកអូខេណាដាក់ពណ៌មក
តែប៉ុណ្្នឹងមកអត់មានអីពិបាកទេណាហើយបន្តយើង select ដាក់តារាងវា select មកដាក់តារាងអញ្ចឹងតារាងវា border បើគេដាក់ទាំងអស់ឥឡូវបាវាហ្នឹងអីគេសំទោសឥឡូវបាយក2ជាន់មកអូខេ select នេះមួយទៀតមកយក2ជាន់ក្រោមមួយទៀតតែប៉ុណ្្នឹងទេណាឥឡូវវិធីសាស្ត្រក្នុងការសរសេរអក្សរបញ្ឈរឡើងលើណាបញ្ច្រាស់ឡើងលើអញ្ចឹងគ្រាន់យើង select លើវាមកយើងចង់បញ្ច្រាស់អាហ្នឹង select លើវាមក format cell យើងយកពាក្យថា alignment យើងយក grade លក្ខណៈថាកន្លែងនេះយកវាបញ្ឈរចេញមកដើម្បីឲ្យអក្សរពីក្រោមឡើងលើណាក្បាលឡើងលើអញ្ចឹងយើងចង់ឲ្យទាំងអស់យើង select មកទាំងអស់អញ្ចឹងមកអញ្ចឹងរត់ទៅទាំងអស់អូខេម្ដងទៀតខ្ញុំ undo វាឲ្យវាមកធម្មតាវិញយើងគ្រាន់ដោះវា format cell ធម្មតាមកបើសិនជាយើងចង់ឲ្យវា trade លក្ខណៈ80 degree ចង់ឲ្យវាចំកែងយើងគ្រាន់ format វា select ទៅវាមកនេះកែង trade អញ្ចឹងអូខេបញ្ឈរអញ្ចឹងប៉ុន្តែវាលក្ខណៈខនេះអញ្ចឹងយើងអត់ត្រូវយកអាហ្នឹងទេគេ sorry អញ្ចឹងមកវាបញ្ឈរអញ្ចឹងមកយើងចង់ឲ្យវាច្រាស់ចុះក្រោមក៏បានដែរគេអញ្ចឹងវាច្រាស់ចុះក្រោមពីលើចុះក្រោមបើយើងចង់វាច្រាស់ឡើងលើគ្រាន់យើងយកវាមកនេះកន្លែងហ្នឹង alignment ហ្នឹងអូខេអញ្ចឹងមកឥឡូវកែនេះអស់ហើយណាឥឡូវយើងចូលទៅកាន់នេះខ្ញុំសុំលើកយកវាចេញសិនហើយគឺវាអត់ទេគេយកវាចេញក្រៅនេះមកចាំដាក់ក្រោយយើងចាប់ផ្ដើមបង្កើតនៅបង្គោល graphic ណាយើងអាចនិយាយថាបង្គោល graphic យកបង្គោលតនន័យរបស់យើង graphic តនន័យហ្នឹងយើងចាប់ផ្ដើមបង្កើតវាអញ្ចឹងអ្វីដែលយើងត្រូវការបង្កើតទី1យើងត្រូវដឹងណាទី1គឺនៅក្នុងហ្នឹងគេឲ្យ select យកឲ្យខ្លះ first ក្នុង first ហ្នឹងវាមានអីខ្លះវាមានអីគេក្នុង first ហ្នឹងវាមាន total event វាមាន total expand វានឹងជាមួយនឹង net income អញ្ចឹងយើង select តែ3ឯណាអញ្ចឹងវិធី select វាងាយស្រួលដែរទី1យើងយកឲ្យខ្លះ total event អញ្ចឹងគ្រាន់យើងចាប់ផ្ដើមយើង select យកត្រឹមហ្នឹងមកអូខេ select យកមកអត់យកដល់ average ទេដល់មកយើង control លើ key ចុចជាប់មកចុច select យកនេះទៀត control ទៀតយើង select យក net income ម្ដងទៀតហើយយើង select យកហើយយើងចុច insert យើងយកលើ column នេះហើយយើងយកលើ all chart នេះក៏បានយើងយក select លើចេះក៏បានហើយយើងយកលើ all chart ណាសូមមើលចឹង all chart វាមានច្រើនវាមាន line វាមាន page វាមាន bar វាមាន arrange វាមាន x y ចឹងទៅវាមានអីគេវាមាន stroke វាមានអីវាមាន surface មានអីចឹងទៅមាន dang មាន builder មាន billboarder ចឹងទៅ red la ចឹងទៅគេថាradar អូខេ radar ចឹងទៅយើងជីទូទៅយើងប្រើ column ហ្នឹងនេះ column របស់យើងនឹងយើងយកលក្ខណៈ mode ចេះក៏បាន mode ចេះក៏បានស្រេចចិត្តទេណាឥឡូវយើងយក mode ទី1ក្នុង column ហ្នឹងវាមានច្រើនមាន mode ទីច្រើនតែឃើញយើងមើលវាមានឈ្មោះក្នុងហើយស្រេចអូខេ column មកយើងយកទី1អូខេបន្តយើងយកអូខេហើយយើងបានហើយចឹង column នេះអាចចាប់ទាញបានឥឡូវយើងអាចចាប់ទាញដល់ឯណាក៏បានគាត់ថាឡើយឧទាហរណ៍មើលអូខេឥឡូវយើងមើលទៀតនៅក្នុងហ្នឹងគេឲ្យយើងដាក់តនន័យចូលចេះយើងអាចដាក់លេខចេះទៀតអញ្ចឹងនៅក្នុងហ្នឹងវាមានតែលេខធម្មតាទេណា
thế việc mình lấy châu anh ấy bị đâu cho hai nè chân như thở đăng thà po kêu kê nhưng mưa tiệt po kêu miền ấy po nhưng anh đâu po bên là đang bán xử lý lừa bia máu màu rái nhưng lơ giờ bia tha format data and serial máuแต่không phía nhưng anh đâu po bia nhưng giờ show là cái nào mấy sẽ dương tới trong ban này po lương nhân từ thế nhưng trong ban po nhưng po nè thế sẽ chặt nhưng trong ban chẳng bảy là những ai chơi được po chẳng bán nó theo ta nếu dân trong ban po kill bình chính giờ này po kill mà rai lưu viêm á sẽ lưu viêm mà rai hết format data in serial nhưng do phía là mấy đặt po bia dân từ close lợi dân đã lấy cho lớn dân mà rai lưu viêm không dân do beta chat lấy format đi giờ tôi đã lấy là dân đã po background nhưng anh lục bàn khi dân mười thì mình lục ấy là ok lục vào cho chứ còn xử lý lưu viêm cho má delete lực khi thọ mà nãy ba đây ok anh không nói giá giờ phiếu mà đã bán này dân toàn châu từ đó là thì cái một to mà tiết dân châu thì can đã lấy cái còn xử lý lưu cho mắt cho format nhưng giờ về thay layout nhưng giờ về thay data label nè data label này ní anh không nói mình là cái này cái mình center mình này cái inside những từ nè chân mà dân thời giờ khăn khổ nè inside nè nó chân máu hay bùng vơ với nghi sủa lấy nhưng xử lý lơ bia máu dân anh mai rai lơ bia format data level lên máu kể dân rơ mơ bị kể dân rơ mơ bị tra bia máu ok align cho mình cái này nè ở đây không nói nguyên này nè nguyên rút sẽ nhưng do lấy chân móc ok cho nên cái này xử lý lưu viên móc giờ align cho mình giờ viên móc ok nè đây cái này đây align cho mình nó không take direction đấy nhưng giờ móc ở đây nó như ai plug po với là trong phía như ai đâu po với bạn dùm vô về tới po ấy xây như thế anh em do po lương còn mấy cái giờ trong đại như giờ ô tô dân tới nè ok hai chứ mình tập năng thế khởi đã lấy ấy nếu như ngay đại bán thì sao đạo viên nó cứ nghĩ sủa đây ok nó tình đây hàng còm nếu như ngay đặt là cái này để giờ mà đặt bằng hai của bạn đấy hay hay đây bàn kia trên cái này đôi kia này dùng ngò lót nè nè hay đây là trên cái dùng ngò lót ở nắng ấy cái là chúng xong bị vô hay đang thưa một đống tiền ở dương mưa tiệt mấy nhóm mặt lịch giờ này tê nè phương nàyวันนี้อัดสลิดเยอะชั่วโมงเวทีการนั่งมัดสลิดเยอะชั่วโมงวันนี้ท่าวิอัดบางห้าหย่านั่งโอยคะแนนได้จังมันสั่งยำสลิดเยอะชั่วโมงแล้วที่หอยำลบอันนี้จะเราใบลบเธอมวยทำไมยังชอบรำสลิดอันนี้ตำนั้นไปยังจะรำสลิดตันอะไรเบี้ยสลิดตันอะไรมวยเตี้ยสลิดตันอะไรมวยเตี้ยไงยังจะเรา insert column ใช่จังมั้งchứ những khơi miền này cái miền so năng khơi ấy khơi là cái không này mấy không này thằng ta so năng mùi tại chứ những thời select nó cứ select giờ lấy từng đài nè dân select thì mỗi dân select giờ này đài thì mỗi select giờ năng máu tầm đo tầm thì buồn như thế hay tao mắt dân select giờ này mất control select năng máu control tiếp select cả còm này tiếp đây năng control tiếp buộc năng cho mỗi năng net income năng màu hay những tiêu vi tranh đôi là tập hợp để kê chẳng hay những còn đã tuần đấy những còn select lưu máu layout này những giờ pita data label lấy máu giờ inside select là số những format để máu những giờ pita format data label align cho mình là những giờ đi máu tập đăng tế hay nếu cái này đấy align cho mình máu
đi kia okแต่ปนังแต่ยังรู้គ្នាហើយណាមានតែធ្វើទេណាចាហ្នឹងមានតែប៉ុណ្្នឹងដែរណាវាមានអីជួយច្រើនទេក៏បង្ហាញតែប៉ុណ្្នឹងហើយងាយរួមយើងអាចទាញងាយរួមតាមចិត្តបានណាចាំបានប៉ុណ្ណេះក៏បានប៉ុណ្ណាក៏បានស្អីចិត្តទេណាអូខេឥឡូវយើងចាប់ផ្ដើមបញ្ចប់វីដេអូយើងត្រឹមហ្នឹងអូខេចឹងខ្ញុំអត់បញ្យល់ទៀតទេរបៀបវិសាដាក់ប្រាក់ដុល្លារគឺយើងចេះអស់ហើយណាគេឥឡូវចាប់ផ្ដើម sell វាប្រាក់ដុល្លារខ្ញុំប្រាប់តាំងមុនហើយស្អីអូខេអញ្ចឹងវីដេអូខ្ញុំសូមចាប់ត្រឹមហ្នឹង